មុននឹងចូលទៅដល់វីដេអូសង្ឃឹមថាគ្នាយើងកុំតន់អស់រំលងពេលដែលមាននិយាយមួយនេះអីដោយសារតែពេលនេះមានបានបង្កើតក្រុម VIP មួយទៀតដែលបង់ជាលក្ខណៈខែគ្នាយើងគឺលក្ខណៈថាមួយខែបង់$1ប៉ុន្តែបើសិនជាខែដំបូងដែលគ្នាយើងចូល admin គឺតម្រូវឲ្យគ្នាយើងបង់$2ស្ដាប់ admin បញ្យល់សិន$ចំពោះតែគ្នាយើងណាដែលធ្លាប់ចូលក្រុម VIP ពីមុនមកក្រុម VIP admin បង់ជាលក្ខណៈមើលរហូតហ្នឹងហើយបើសិនជាគ្នាយើងណាដែលធ្លាប់ចូលក្រុម VIP បង់មើលរហូតហ្នឹងហើយមានតម្រូវឲ្យបង់តែ$1ទៀតទេអាចចូលក្រុម VIP បង់ជាខែហើយមួយខែ$1ដែលនៅក្នុងក្រុម VIP ហ្នឹងមានរឿងជាច្រើននៅហ្នឹងដែលមានមិនដាក់ចំណងជើងរឿងនៅលើវីដេអូហ្នឹងឯងគ្នាយើងក៏អាចហានបានហើយក៏នៅមានរឿងជាច្រើនបន្តទៀតអីចឹងណាហើយមានក៏សូមបញ្ជាក់ផងដែរថានៅក្នុង VIP ក្រុមហ្នឹងadminបានចេញវីដេអូជារៀងរាល់ថ្ងៃអត់ដូចជានៅលើ YouTube ទេគឺនៅលើ YouTube admin ដូចជាអត់សូវបានចេញប្រហែលទេហើយមូលហេតុដោយសារតា admin មួយរយៈហ្នឹងរកចំណូលពី YouTube អត់បាននោះទេអញ្ចឹងក៏សម្រាប់ចិត្តបោះបង់ YouTube ចោលគឺថាផុសវីដេអូលេងៗនៅលើ YouTube ដើម្បីប្រម៉ូទអីចឹងណាគ្នាយើងហើយមានក៏សូមបញ្យល់មួយទៀតពាក់ព័ន្ធជាមួយនឹងក្រុម VIP បង់មើលរហូតហ្នឹងគឺបើសិនជាគ្នាយើងថាមិនចង់ចូលក្រុម VIP បង់ជាខែក៏បានដែរដោយសារតាបង់រហូតហ្នឹង admin នៅតែចេញវីដេអូអញ្ចឹងគ្រាន់តែថាចេញវីដេអូនៅក្នុងក្រុម VIP ហ្នឹងអត់បានទៀងទាត់ទេ admin អត់ចង់លាក់លៀមទេឧទាហរណ៍ដូចជារឿងយ៉ាងយ៉ាងអញ្ចឹងចេញនៅក្នុងក្រុម VIP បង់ជាលក្ខណៈខែ2វីដេអូបាន admin ចេញនៅក្នុងក្រុម VIP បង់មើលរហូតហ្នឹងមួយវីដេអូមួយវិញទៀត admin ក៏ចង់ធ្វើអញ្ចឹងដែរដើមឡើយថាចង់បង្កើតក្រុម VIP បង់រហូតហ្នឹងគឺលក្ខណៈថាអត់បង្កើតជាខែទេប៉ុន្តែដោយសារតែនិយាយចំទៅគឺខ្វះលុយមកគ្នាយើងហើយចំពោះក្រុម VIP បង់មើលរហូតហ្នឹង admin បាត់ឈប់ទទួលសមាជិកទទួលសមាជិកតែក្រុម VIP បង់ជាខែទេចំពោះក្រុម VIP បង់ជាខែ admin ចេញមួយថ្ងៃមួយវីដេអូឬមួយក៏ពីរវីដេអូទៅតាមដែល admin អាចធ្វើទៅបានគ្រាន់តែថាចន្លោះមួយខែហ្នឹង admin ធ្វើមកចេញឲ្យបានខ្ទង់40ទៅ45វីដេអូអញ្ចឹងណានិយាយចឹងដូចជាផ្លេចឯការចូលឆ្នាំចិនហ្នឹង admin ដូចជាខានចេញវីដេអូក្នុងក្រុម VIP មួយថ្ងៃអញ្ចឹង admin នឹងអាចចេញសងគ្នាយើងវិញអីចឹងទៅនៅពេលណាដែល admin ទំនេរគឺអត់បំភ្លេចចោលនោះទេហើយចំពោះគ្នាយើងដែលជាសមាជិកថ្មីដែលអត់ទាន់ដឹងអីហ្នឹង admin ក៏សូមប្រាប់បន្តិចថានៅក្នុងក្រុម VIP បង់ជាខែហ្នឹងបច្ចុប្បន្នមានរឿងភាគថ្មីនៅហ្នឹងដូចជារឿងយ៉ាងអញ្ចឹង admin បានធ្វើដល់ភាគទី118ហើយនឹងថ្ងៃហ្នឹងដូចជាចេញ2វីដេអូទៀតអញ្ចឹងអាចថាដល់ភាគទី120ជាងអីហ្នឹងហើយនៅមានរឿងហានសិនហើយនឹងរឿងម្ចាស់ប៉មង្ក្រាបបិសាចក្នុងពិភព Zombie ហ្នឹងទៀតប្រហែលជាបូកចូលគ្នាទៅភាគថ្មីនឹងដូចជាជិត60វីដេអូជាងដែរអញ្ចឹងក៏មានន័យថាចំពោះសមាជិកគ្នាយើងដែលធ្លាប់ចូលពីមុនមកចូលទៅភ្លាមហ្នឹងគឺបានមើល60វីដេអូដែលគឺជាភាគថ្មីដែលមាននៅក្នុង YouTube នឹងភ្លាមតែម្ដងអញ្ចឹងបានជា admin តម្រូវគ្នាយើងបង់$2ចំពោះគ្នាយើងណាដែលអត់ធ្លាប់ចូលពីមុនមកលក្ខណៈថា$1សម្រាប់មើល60វីដេអូហ្នឹងទៅហើយចំពោះ$1ទៀតសម្រាប់បង់មួយខែពេញចុងក្រោយបើសិនជាគ្នាយើងរួមណាមានចំណាប់អារម្មណ៍អីហ្នឹងក៏អាចទំនាក់ទំនងមកកាន់ admin នៅ link Telegram នៅក្នុង comment ដែលមានបាន拼នៅលើគេហ្នឹងហើយកុំឲ្យខាតពេលយើងយូរចូលទៅកាន់ខ្សែរឿងយើងទាំងអស់គ្នាសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី64-65នៅរឿងអ្នកកំចាត់បិសាចក្នុងកុកកង្កិតនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីយ៉ាងបានស្ដាប់អំពីអធិពលរបស់អាសាកាវ៉ាហើយក៏បានធ្វើឲ្យយ៉ាងពិតជាមានការសរសើរទៅកាន់នាងផងដែរបែរជាក៏បាននិយាយបន្ថែមទៀតថាមិនត្រឹមតែប៉ុណ្ណឹងនោះទេនាងក៏ជាម្ចាស់សត្វទីមួយគាត់នៅក្នុងលោកដែលមាននិមិត្តសញ្ញាសត្វរហូតដល់2បានលើអញ្ចឹងយ៉ាងពិតជាមានការចាប់ផ្ដើមមែនតែនថាមិននិមិត្តសញ្ញាសត្វ2ធម្មតាបើសិនជាមាននិមិត្តសញ្ញាសត្វមួយអាចកហៅសត្វចំនួន12ក្បាលប៉ុន្តែនាងមានដល់2មានន័យថាអាចកហៅបានទៅដល់24ក្បាលបែរជាក៏បានប្រាប់ថាត្រឹមត្រូវហើយនិមិត្តសញ្ញាសត្វនាង2នឹងគឺនៅថ្នាក់អតិទេពទាំងពីរបានលើអញ្ចឹងយ៉ាងក៏បានលន់មកថាអីក៏អស្ចារ្យម្លេះក្នុងរឿងមួយហ្នឹងតើនរណាគេជាទូអាចឲ្យពិតប្រាកដទៅតាមពិតទៅអត់មានបាញ់ច្រឡំនិមិត្តសញ្ញាសត្វ2របស់អាសាកាវ៉ាគឺនៅថ្នាក់អមតៈទាំងពីរទេមានន័យថានៅក្រោមថ្នាក់អតិទេពមួយថ្នាក់យ៉ាងគាត់បានគិតថាសំណាងល្អផងដែរដោយសារតែនិមិត្តសញ្ញាសត្វរបស់គាត់មានមួយខ្ពស់ជាងនាងថែមទាំងមានសត្វកម្រិត SSS ទៀតគ្មានឆ្ងល់ទេហើយអ្វីបានជានាងចាប់អារម្មណ៍លើគាត់គិតផ្លឹកបែបហ្នឹងហើយក៏ត្រូវបានបាយរជាផ្ទះម្ដាយពីក្រោយតើឯងកំពុងតែគិតផ្ដេសអ្វីហ្នឹងអ៊ីជីរ៉ូគឺជាឪពុកចិញ្ចឹមរបស់នាងឥឡូវនេះនាងសឹងទៅឲ្យឯងជាបំណៃទៅហើយយ៉ាងក៏បានតបវិញចឹងក៏មានន័យថាសត្រូវបន្ទាប់មកក៏បានឃើញថាញ៉ាកដាលក៏បានឡើងមកលើឆាកស្រីប្រុសទាំងពីរនាក់នេះពិតជាមានការរំភើបយ៉ាងខ្លាំងដោយសារតែការប្រកួតចិត្តចាប់ផ្ដើមជាដំបូងញ៉ាកដាលក៏បានស្វាគមន៍មកកាន់ទ្វីបខាងកើតនិងបានចូលរួមនៅក្នុងការប្រកួតមួយនេះហើយចំណាយការប្រកួតមួយនេះបែងចែកជា3ជុំការប្រកួតដំបូងគឺជាការប្រកួតមួយទល់មួយការប្រកួតជុំទី2លក្ខណៈក្រុមចំណែកឯការប្រកួតជុំទី3ធ្វើឡើងនៅលើកោះមួយឥឡូវនេះញ៉ាកដាលក៏បានសូមអញ្ជើញទៅលើថ្នាក់ដឹកនាំនៃប្រទេសនីមួយៗឡើងមកលើសាយវៀនចាប់ឆ្នោតជ្រើសរើសដៃគូប្រកួតបាយរជាក៏បានចាប់បានដៃគូបដិបកមកពីប្រទេសសាកូរ៉ាដឹងដំណឹងនេះហើយយ៉ាងមើលទៅកាន់យ៉ាងសប្បាយចិត្តមែនទែនដោយសារតែគាត់ចង់ចាត់ការពួកអស់នឹងយូរវិញបាយរជាក៏បានឲ្យយ៉ាងបិទ
មកស្ដាប់ការណែនាំរបស់ខ្ញុំសិនការប្រកួតដំបូងត្រូវបានបែងចែកជា6ជុំភាគីនីមួយៗបញ្ជូនបេក្ខជនចូលរួមក្នុងជុំនីមួយៗភាគីខាងណាឈ្នះទទួលបាន3ពិន្ទុជាចុងក្រោយពិន្ទុសរុបរបស់ប្រទេសនីមួយៗត្រូវបានគណនាជាចំណាត់ថ្នាក់ប៉ៃរូជើក៏បានឲ្យ CNE ឡើងទៅប្រកួតជុំទី1ដោយសារតែនិមិត្តសញ្ញាសាស្ត្រគេមានអ្វីពិសេសមិនទុកយូរទេការប្រកួតក៏បានចាប់ផ្ដើមគណៈកម្មការក៏បានប្រកាសអំពីប្រទេសអ្នកត្រូវប៉ះជាមួយនឹងប្រទេសសាកូរ៉ាអញ្ចឹងដៃគូបរិបកក៏បានឡើងទៅលើខ្សែវាងរៀងៗខ្លួន CNE គេបានបញ្ចេញនៅសាស្ត្រវេទមន្តគេចេញមកទៀតឯចំណែកដៃគូបរិបកវិញក៏បានបញ្ចេញនៅត្រីមួយដែលមានលំពែងមុខ3ឃើញថានៅពេលដែលបានចាប់ផ្ដើម CNE គេអាចយកឈ្នះទៅកាន់ដៃគូបរិបកបានយ៉ាងងាយគណៈកម្មការក៏បានប្រកាសថាប្រទេសអ្នកឈ្នះទទួលបាន3ពិន្ទុទោះបីជាអញ្ចឹងក្តីយ៉ាងម៉េចទៅកាន់ចូលយើងជាមួយនឹងយ៉ាងមិនសូវសប្បាយចិត្តប្រមាណនោះទេនឹងបានដឹងថាប្រទេសសាកូរ៉ានេះបញ្ជូនមនុស្សដែលអន់មកប្រកួតជាមួយនឹង CNE ដែលមានសាស្ត្រចម្លែកល្វីចិត្តក៏ស្រាប់តែពេលនឹងប៉ៃរូជើក៏បានសួរទៅកាន់យ៉ាងថាតើសភៅដែលខ្ញុំបានឲ្យអានយប់មិញអានចាំស្ទាត់ហើយមែនយ៉ាងក៏បានតបថាគាត់បានអានចប់ហើយនឹងចាំវាឥឡូវនេះដល់វិញខ្ញុំដើម្បីនឹងឡើងប្រកួតនៅនាងក៏បានតបថាមិនទាន់ទេឲ្យចូលយើងឡើងសិនយ៉ាងហើយតែអញ្ចឹងក៏ហាក់បីដូចរៀងសង្ហាចិត្តផងដែរឃើញថានៅលើខ្សែវាននេះវិញចូលយើងក៏បានប្រឈមមុខជាមួយនឹងដៃគូបរិបកស្រីម្នាក់ទៀតមកពីប្រទេសសាកូរ៉ាចូលយើងក៏បានបញ្ចេញមយោរ៉ាងងឹតចេញមកចំណាយចាយនេះវិញក៏បានបញ្ចេញខ្ពស់ក្បាល3បាញ់ធម្មពលតបតជាមួយនឹងគ្នាស្របពេលដែលមយោរ៉ាកំពុងទៅតបតជាមួយនឹងក្បាលមួយទៀតក៏បានបាញ់ធម្មពលសម្ដៅទៅកាន់មយោរ៉ាចំពេញយ៉ាងបានឃើញចឹងក៏ពិតជាមានការបារម្ភយ៉ាងខ្លាំងបាយរួចជានៅវិញក៏បានឲ្យចូលយើងសុំចោះចាញ់ទៅបើនៅបន្តទៀតក្រែងថាមានគ្រោះថ្នាក់ចូលយើងនាងហាក់បីដូចរៀងស្ទាក់ស្ទើរតាមពិតទៅមយោរ៉ាបាញ់មិនតាន់បាត់បង់ជីវិតទេគេបានបាញ់ធម្មពលបង្ហើយបណ្ដាចូលយើងឡើងក្អួតឈាមរៀបនឹងស្លាប់យ៉ាងក៏បានហត់ទៅលើខ្សែវានដើម្បីនឹងទ្រនាងហើយនឹងបានសួរថាតើនាងមិនអីទេមែនទេនាងក៏បានតបវិញមិនអីទេគ្រាន់តែហត់បន្តិចប៉ុណ្ណោះបាយរួចក៏បានពិនិត្យមើលហើយបានដឹងថានាងមិនមានរឿងអ្វីកើតឡើងធ្ងន់ធ្ងរទេសម្រាប់បន្តិចឡើងអីនាងក៏បានគិតគូរអំពីជុំទី3យ៉ាងក៏បានស្ម័គ្រចិត្តចូលទៅបាយរួចក៏បានថាអីមិនត្រូវបង្ហាញសិលឹកបៀគេបានឃើញឡើយបើមិនដូច្នោះទេប្រទេសដទៃទៀតនឹងដាក់កោកដៅទៅលើយើងយ៉ាងក៏បានបដិសេធភ្លាមហើយឲ្យនាងមើលទៅថានៅពេលនេះពួកយើងមិនសូវល្អទេថែមទាំងបានខ្វះមនុស្សប្រកួតទៀតដូច្នេះខ្ញុំចូលទៅចាត់ការពួកមកពីប្រទេសសាកូរ៉ានឹងដើម្បីកុំឲ្យពួកគេឆ្លើយពេកម្យ៉ាងវិញទៀតក៏ដោយសារតែពួកគេធ្វើបាបចូលយើងដូច្នេះខ្ញុំនឹងបង្រៀនមេរៀនមួយទៅកាន់ពួកគេយ៉ាងណាមិញបាយរួចនៅតែចង់បដិសេធប៉ុន្តែ CNE ក៏បានតបខ្ញុំគិតថាលបងយ៉ាងពិតជានិយាយសមហេតុផលបើអញ្ចឹងទៅហើយបើសិនជាឯងមានទំនុកចិត្តណាស់បន្តមកធ្វើឲ្យដូចអ្វីដែលឯងបាននិយាយផងខ្សែរឿងបន្តទៀតយើងក៏បានឃើញជាមួយនឹងយ៉ាងក៏បានឡើងទៅលើខ្សែវានបញ្ចេញស៊ីងធានចេញមកចូលទៅកាប់ជាមួយនឹងមនុស្សមកពីប្រទេសសាកូរ៉ាទៅត្រូវជាមួយនឹងសាវេទមន្តគេមួយបថោនេះមើលទៅពិតជាមិនធម្មតានោះទេគណៈកម្មការក៏បានប្រកាសអំពីប្រទេសអ្នកឈ្នះភ្លាមអាសាកវ៉ានេះវិញនាងក៏បានកើតមួយបថោបង្កនៅការខូចខាត300000មនុស្សម្នាក់នេះពិតជាមិនអាចមើលរំលងបានឡើយចំណាយចាយសកហមនេះវិញក៏បានកើតដូចគ្នាថាអ្វីដែលបងចដូនមួយនាងបាននិយាយគឺពិតជាការពិតយ៉ាងនេះវិញគាត់បានសួរទៅកាន់នាងប៉ៃតាមមិនដែរការប្រកួតរបស់ខ្ញុំល្អដែរអត់នាងក៏បានតបវិញថាគួរសមបានលឺអញ្ចឹងយ៉ាងក៏បានប្រែប្រួលទឹកមកឲ្យបាននិយាយថាល្អខ្ញុំទៅប្រកួតជុំបន្តទៀតហើយប៉ៃដូចជាក៏នៅទៅប្រាប់ទៅកាន់យ៉ាងត្រូវតែផ្លាស់ប្ដូរចំណុចខ្សោយរបស់បិសាចគាត់ក៏បានតបវិញខ្ញុំដឹងហើយបន្តមកឃើញថាគាត់បានប្រឈមមុខជាមួយនឹងដៃគូបរិបកមួយទៀតមកពីប្រទេសសាកូរ៉ាដោយពេលនេះបានបញ្ចេញកង្កែបមាសម្នាក់នឹងបានឃើញអញ្ចឹងក៏ចាប់ផ្ដើមសើចចំមកដោយយ៉ាងបានយកកង្កែបមាសដែលគឺជាសារ support មកតបតជាមួយនឹងគេហើយគិតថាអាចឈ្នះបានមែនដោយបែបនេះយ៉ាងក៏បានឲ្យកង្កែបមាសបញ្ជាអំពីកម្លាំងវាគេបានឃើញទៅអណ្ដើកមាសក៏បានវាយមួយអណ្ដាតដកឈាម20000ជាងដែលធ្វើឲ្យខ្សែវេទមន្តបែបនឹងប៊ីខ្សែសង្ខាដែលបែបនឹងគេបានសុំចោទចាញ់យ៉ាងភ្លាមប៉ុន្តែយ៉ាងក៏បានតបថាបាញ់មិញអញនិយាយមិនខ្ញុំស្ដាប់មិនលឺនោះទេយ៉ាងក៏បានប្រើប្រាស់ជំនាញនៃការវេបហាពលឹងសម្រាប់ទៅលើខ្សែវេទមន្តបែបនឹងដូចអញ្ចឹងម្នាក់នឹងក៏បាននិយាយថាហេតុអ្វីបានជាឯងហ៊ានធ្វើអញ្ចឹងបានណាបាញ់មិញខ្ញុំបានសុំចោទចាញ់ហើយតើយ៉ាងក៏បានសួរវិញតើឯងផ្លេចអ្វីគ្នាឯងបានធ្វើចំពោះយើងបាញ់មិញហើយមែនគេក៏បានតបវិញក្រែបាញ់មិញនឹងមិនបាននិយាយទេមែនគេបានប្តឹងទៅកាន់អាជ្ញាកណ្ដាលឲ្យដកសិទ្ធិមនុស្សម្នាក់នៅចេញពីការប្រកួតសំបីតែគ្នាគេមកពីប្រទេសសាកូរ៉ានឹងក៏អញ្ចឹងដែរបាយរ៉ូជើនឹងក៏បានដឹងថាពួកគេកំពុងតែចង់បង្វែរស្ថានភាពចៅយើងក៏បានសួរថាតើអញ្ចឹងពួកយើងគួរធ្វើអ្វីចឹងគណៈកម្មការនឹងក៏បានប្រកាសឡើងថាដោយសារតែយ៉ាងមកពីប្រទេសនេះបានបំពេញនៃគោលការណ៍នៃការប្រកួតយ៉ាងក៏បានតវ៉ាបតាអ្វីដែលបានកត់ត្រាច្បាប់នៃការប្រកួតប្រជែងលើទ្វីបខាងកើតនៅទំព័រទី18មាត្រាទី4ចែងថាលុះត្រាណាតដៃគូប្រកួតម្នាក់ទៀតទទួលស្គាល់នឹងការបរាជ័យរបស់ភាគីម្ខាងទៀតទៅបានជាការប្រកួតបញ្ចប់ខ្ញុំចង់សួរទៅគណៈកម្មការតើខ្ញុំខុសច្បាប់ពីពេលណាត្រង់នឹងមានន័យថាច្បាប់នឹងដូចជារៀងចម្លែកបន្តិចបើសិនជាគេសុំចោះចាញ់ក៏ដោយប៉ុន្តែបើសិនជាយើងមិនទទួលស្គាល់ការចោះចាញ់របស់គេនឹងការប្រកួតនៅតែបន្តចឹងអបិគណៈកម្មការហេតុតែអញ្ចឹងក៏បានធ្វើដូចជាបើកសភៅមើលក៏រៀមបន្តិចប្រកាសថាពិតជាមានច្បាប់នេះពិតមែនឥឡូវនេះប្រទេសនេះគឺបានឈ្នះនៃការប្រកួតនេះចែ
កានេះក៏បានគិតថាមើលទៅពួកគេបានរៀបចំផែនការយ៉ាងល្អអាសាកវ៉ានាងចង់ចូលទៅប៉ុន្តែត្រូវបានគ្រូនាងឃាត់រងចាំបន្តិចសិនទៅឥឡូវនេះមិនមែនជាពេលវេលាល្អទេចាប់ខ្ជិលជាមួយនឹងនាងរងចាំនៅការប្រកួតវគ្គបន្តទៀតនៅសល់ប្រហែលជុំចុងក្រោយយើងក៏បានឃើញថាយ៉ាងបានយកឈ្នះទាំងអស់តែម្ដងដែលបែបនេះហើយក៏បានទាក់ទាញនៅចំណាប់អារម្មណ៍របស់ស្រីអ្នកខ្លះចង់បានធ្វើសង្សារអ្នកខ្លះចង់បានធ្វើប្តីស្រីស្អាតនេះក៏បានហៅយ៉ាងប៉ាវបាយល្ងាចនេះតើលោកទៅដែរអត់គាត់ក៏បានតបថាទៅប៉ុន្តែចូលយើងស្រាវទៅមកពីក្រោយហើយថានាងទៅដែរសាច់រឿងក៏បានកាត់ទៅដល់ល្ងាចឡើងយើងក៏បានឃើញថាអ្នកទាំង3ក៏បានមកដល់ហាងមួយអង្គុយហូបមីស៊ុបស្រីស្អាតអ្នកនឹងក៏បានចាប់សាច់ឲ្យយ៉ាងនឹងបានប្រាប់ថាខ្ញុំបានសាកល្បងវាកាលពីម្សិលមិញហើយឆ្ងាញ់ឲ្យលោកសាកល្បងដែរទៅគាត់ក៏បានតបថាល្អអញ្ចឹងចូលយើងក៏បានចាប់ឲ្យដែរដល់បែបនេះមើលទៅអ្នកទាំងពីរហាក់បីដូចជារៀងប្រជែងគ្នាទៅជាសាច់របស់យ៉ាងមួយចានពេញអញ្ចឹងគាត់ក៏បានខ្វល់អ្នកទាំងពីរហើយខ្ញុំឈប់ហូបទៀតទេអ្នកទាំងពីរក៏បានសួរព្រមគ្នាហើយអ្វីបានជាមិនហូបមានជំរឿទៀតទេគឺមានតែហូបទាំងទឹកភ្នែកមើលទៅគាត់នៅពេលនេះកំសត់មែនទែនស្រាប់តែពេលនឹងអាសាកាវ៉ាក៏បានមកដល់ទីនឹងទៀតនិយាយថាលោកបានសម្រាប់សាវេទៅមុនពីប្រទេសសាកូរ៉ាពួកខ្ញុំនៅថ្ងៃនេះចាំមើលទៅការប្រកួតវគ្គទី2នឹងធ្វើឲ្យលោកសោកស្ដាយយ៉ាងក៏បានតបថាខ្ញុំចាំមើលអញ្ចឹងបានលើអញ្ចឹងនាងក៏បានខឹងហើយនឹងចាក់ចេញទៅបានលុះរឿងយប់ជ្រៅបន្តិចទៀតគាត់ក៏បានមកដល់ទីតាំងស្ងាត់មួយក៏គិតអំពីអាសាកាវ៉ាផងដែរនាងបំរុងនឹងចង់ចាត់ការគាត់ដូច្នេះគាត់ត្រូវតែមានអ្វីត្រៀមទុកជាមុនធ្វើការកោះហៅសាវេទៅមុនដែលគាត់មិនទាន់បានកោះហៅពីចេញមកទៀតរងវងពោមាសក៏បានបើកឡើងយ៉ាងបានគិតថាដឹងតែក្របទឹកទៀតទេនៅក្នុងប្រាសាទបុរាណជាតិនេះវិញស្រាប់តែបានលេចចេញនូវទម្រង់មនុស្សប្រព័ន្ធនៅក្នុងនឹងក៏បានប្រកាសថាសត្វនៃវិញ្ញាណព្រះបរិសុទ្ធបានលេចឡើងកម្រិត SSS ឈ្មោះថាបាយជាបន្ថែម 5000 ទៅក្នុងទ្រព្យសម្បត្តិជាតិទម្រង់នេះក៏ជាទម្រង់អាទិទេពសត្វនិងបូកថែមទ្រព្យសម្បត្តិជាតិ 5000 បន្ថែមទៀតព្រឹទ្ធាចារ្យនេះក៏បានសួរទៅកាន់ព្រឹទ្ធាចារ្យធំតើទ្រព្យសម្បត្តិជាតិពួកយើងបានកើនឡើងប្រមាណហើយព្រឹទ្ធាចារ្យធំក៏បានពិនិត្យមើលហើយនៅពេលនេះបានដឹងថាបានកើនឡើងរហូតដល់ 99,800 ព្រឹទ្ធាចារ្យនេះបានឃើញចឹងសប្បាយចិត្តលន់មាត់ថានរណាថាប្រទេសនេះពួកយើងមិនល្អដូចជាប្រទេសសាកូរ៉ានោះដរាបណាប្រទេសនេះពួកយើងអាចលេចឡើងនៅសាច់ចម្លែកដែលមិនធ្លាប់បានលេចចេញពីមុនមកទ្រព្យសម្បត្តិជាតិក៏អាចនឹងលើប្រទេសសាកូរ៉ាផងដែរស្រាប់តែពេលនឹងនាទីនឹងស្រាប់តែមានការរង្គើទៀតព្រឹទ្ធាចារ្យនេះក៏បានឆ្ងល់ថាតើអ្វីកំពុងតែលេចឡើងទៀតទេអ្វីដែលកំពុងតែលេចឡើងនឹងគឺបានចេញជាទម្រង់មនុស្សដែលគឺជាតួលេខនៃមនុស្សទេវកថាបុរាណ Level Super SSS ក៏ជ្រុងរៀងដំបងនៅត្រូវបានលេចឡើងដូច្នេះបូកតម្លៃទ្រព្យសម្បត្តិយោធា 10000 បើបូកថែម 10000 ទៀតចឹងក៏បានឡើងទៅដល់ 198,800 ដោយសារតែតម្លៃនៃទ្រព្យសម្បត្តិជាតិបានកើនឡើងដល់ថ្នាក់នឹងហើយនៅពេលដែលម្ចាស់សត្វទាំងអស់ក្នុងប្រទេសនេករាជដាស់នៅមើលសញ្ញាសត្វនឹងមានឱកាស 5% ដើម្បីបង្កើនកម្រិតនៃនិមិត្តសញ្ញាសត្វនិងឱកាស 0.001% នៃនិមិត្តសញ្ញាសត្វថ្នាក់អាទិទេពបានលេចឡើងព្រឹទ្ធាចារ្យនេះបានលើអញ្ចឹងក៏ពិតជាមានការព្យាបាលមែនទែនមើលទៅម្ចាស់សត្វនៃប្រទេសនេប៉ូយើងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នាព្រឹទ្ធាចារ្យធំរំភើបឡើងហូរទឹកភ្នែកប្រទេសនេប៉ូយើងពិតជាបានកើនឡើងពិតមែននេះហើយមែនក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី65 66ចឹងបាយបាយជួបគ្នាវីដេអូក្រោយ